ជាង12ឆ្នាំហើយដែលប្រាជ្ញាចិនស្ដីពីកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិដែលបានព្រួយផ្ដើមដោយលោកស៊ីជីនពីងប្រទេសរដ្ឋចិនបាទកាលពីខែមីនាឆ្នាំ2013យើងបានដឹងរួចមកហើយថាពិភពលោកបានរងគ្រោះដោយសារតែសង្គ្រាមរាប់មិនអស់ហើយដែលសំខាន់គឺសង្គ្រាមលោកលើកទី1លោកលើកទី2និងសង្គ្រាមត្រជាក់ដែលទើបនឹងបានបិទបញ្ចប់កាលពីទសវត្សរ៍ឆ្នាំ90ចិនកាលពីខែកញ្ញាថ្ងៃទី3បានរៀបចំយ៉ាងឱឡារិកនៅក្នុងទិវានៃការបង្ហាញពីជ័យជំនះ80ឆ្នាំដែលពិភពលោកបានបិទបញ្ចប់នៅសង្គ្រាមលោកលើកទី2ការដែលបង្ហាញបែបនេះគឺជាការរំលឹកឡើងវិញថាសង្គ្រាមមិនបានផ្ដល់ផលប្រយោជន៍សម្រាប់មនុស្សជាតិទេផ្ទុយទៅវិញគឺសន្តិភាពនាំឲ្យមានភាពសុខដុមនីយកម្មវិបុលភាពនិងការរីកចម្រើនហើយសង្គ្រាមបាននាំឲ្យយើងបែងចែកគ្នានាំឲ្យយើងប្រកាន់គ្នាទៅវិញទៅមកផ្ទុយទៅវិញកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិគឺមិនទុកចោលនៅប្រទេសណាមួយដាច់ដោយឡែកទេខិតខំរួមគ្នាដើម្បីអភិវឌ្ឍរួមគ្នានៅក្នុងការលើកកម្ពស់ប្រកៀកស្មារតីដើម្បីវិបុលភាពរួមរបស់មនុស្សជាតិប្រាជ្ញាចិនស្ដីពីកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិគឺជាយន្តការតែមួយគត់និងជាមាគ៌ាដ៏ត្រឹមត្រូវតែមួយគត់ដែលនាំឲ្យពិភពលោកទទួលបាននៅវិបុលភាពវឌ្ឍនភាពក្រោមទម្រដ៏រឹងមាំនៃសន្តិភាពនិងសន្តិភាពអន្តរជាតិដែលយើងទទួលស្គាល់នៅក្នុងយន្តការពហុភាគីនិយមនេះលើគ្រប់វិស័យណាក៏ត្រូវការតាក់ទងជាមួយនឹងកិច្ចកសាងសហគមន៍ដែលមានវាសនារួមជាមួយគ្នាលុះត្រាតែយើងរួមគ្នាយើងនឹងក្លាយទៅជាកម្លាំងរួមដែលយើងអាចជួយគ្នាទៅវិញទៅមកបង្កើននូវវិបុលភាពកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិមានន័យថាយើងប្រកៀកស្មារគ្នារួមសុខរួមទុក្ខជាមួយគ្នាជាពិសេសគឺផ្ដោតទៅលើវឌ្ឍនភាពវិបុលភាពនិងការអភិវឌ្ឍរួមរបស់យើងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋឬក៏របស់មនុស្សជាតិហើយក៏ជាការឆ្លើយតបទៅនឹងរបៀបវារៈរបស់អង្គការសហប្រជាជាតិតាក់ទងជាមួយនឹងសន្តិសុខស្បៀងតាក់ទងជាមួយនឹងធម្មពលនិងការជួបរួមរស់ទៅជាមួយគ្នាដោយសន្តិភាពវប្បធម៌ហើយយើងពន្លាតសន្តិភាពនេះទៅកាន់ជំនាន់ក្រោយคล้ายទៅជាវប្បធម៌សន្តិភាពសម្រាប់យើងទាំងអស់គ្នាប្រាជ្ញាចិនស្ដីពីកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិប្រើប្រាស់នៅក្នុងគ្រប់និន្នាការគ្រប់ទីកន្លែងហើយជាពិសេសគឺបាននឹងកំពុងតែរួមចំណែកជួយគ្នាទៅវិញទៅមកដើម្បីឆ្ពោះទៅអនាគតដ៏មានលក្ខណៈវិបុលភាពសម្រាប់មនុស្សជាតិទាំងមូលកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិដែលកម្ពុជាបានចូលរួមជាមួយចិនហើយបានដំឡើងកម្រិតទៅជាកិច្ចកសាងសហគមន៍ជោគវាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មីកម្ពុជាចិននេះគឺជាការរំលេចឲ្យឃើញនៅការចូលរួមជាមួយគ្នាបង្កើននូវសមត្ថភាពនិងការពង្រឹងកាន់តែរឹងមាំនៅចំណងមិត្តភាពរយៈពេល67ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងចិនដូចយើងបានដឹងរួចមកហើយថាកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិប្រៀបដូចជារថយន្តមួយដែលមានម៉ាស៊ីនរបស់វាគឺគំនិតផ្ដួងខ្សែក្រវ៉ាត់នឹងផ្លូវហើយគំនិតផ្ដួងខ្សែក្រវ៉ាត់នឹងផ្លូវនេះបានតភ្ជាប់កម្ពុជាជាមួយចិននៅលើគ្រប់វិស័យទាំងអស់ហើយវិស័យហេដ្ឋារចនាសម្ព័ន្ធដែលយើងមើលឃើញនឹងភ្នែកយើងបានឃើញរួចមកហើយឧទាហរណ៍ដូចជាផ្លូវលបឿនលឿនពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុពលានយន្តហោះអន្តរជាតិសៀមរាបអង្គរផ្លូវថ្នល់ស្ពានហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលបាននឹងកំពុងតែបង្កើននៅលទ្ធភាពពង្រីកនៅសេដ្ឋកិច្ចរបស់កម្ពុជាហើយបានជំរុញបន្ថែមទៀតទៅដល់ការបង្កើននៅកម្លាំងនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាស្របទៅនឹងរបៀបវារៈរបស់កម្ពុជាបានដាក់ចេញនៅក្នុងឆ្នាំ2030សម្រាប់ចំណូលមធ្យមកម្រិតខ្ពស់ហើយនៅឆ្នាំ2050គឺជាប្រទេសដែលមានចំណូលខ្ពស់នេះផងដែរបាទដោយឡែកយើងឃើញថាវិស័យដែលសំខាន់គឺវិស័យអប់រំធនធានមនុស្សមូលធនមនុស្សនេះសំខាន់ណាស់នៅស្របពេលដែលប្រទេសចិនកំពុងតែដើរតួនាទីយ៉ាងសំខាន់នៅក្នុងការនាំមុខខាងផ្នែកវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យាកម្ពុជាបានស្រូបទាញបានចាប់យកឱកាសនេះនៅក្នុងការទទួលបាននៅអាហារូបករណ៍សម្រាប់សិស្សនិស្សិតកម្ពុជាទៅបន្តការសិក្សានៅក្នុងប្រទេសចិនហើយត្រឡប់មកវិញនៅមោទកភាពជាតិសម្រាប់ការចូលរួមចំណែកនៅក្នុងការពង្រីកថែមទៀតនៅក្នុងខឿនដ៏រឹងមាំនៃសេដ្ឋកិច្ចរបស់កម្ពុជានេះផងដែរដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅក្នុងការពន្លាតទស្សនៈស្ដីពីកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនក៏បានចូលរួមជាចំណែកមួយដែរជារៀងរាល់ចុងសប្តាហ៍យើងតែងតែរៀបចំនៅបទកថាផ្សេងនៅតាមតំបន់ផ្សេងទីកន្លែងផ្សេងបាទដើម្បីជាការគៀកោប្រមូលផ្ដុំនៅកម្លាំងបញ្ញវន្តកម្លាំងអ្នកសារព័ត៌មានកម្លាំងមហាជនបាទនៅក្នុងការយល់កាន់តែស៊ីជម្រៅតាក់ទងជាមួយនឹងកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិហើយមួយទៀតដើម្បីជាការជ្រាបច្បាស់ទៅលើកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិយើងក៏មានភូមិគំរូមិត្តភាពកម្ពុជាចិនបាទនៅក្នុងន័យមួយដើម្បីផ្សារភ្ជាប់
តំណែងតំណងរវាងប្រជាជននិងប្រជាជនឲ្យកាន់តែស៊ីជម្រៅនេះផងដែរយើងបានដឹងរួចមកហើយថាចំណុចដែលសំខាន់សម្រាប់កម្ពុជាគឺការលើកកម្ពស់សេដ្ឋកិច្ចហើយសេដ្ឋកិច្ចកម្ពុជាត្រូវការតាក់ទងជាមួយនឹងសេដ្ឋកិច្ចបៃតងតាក់ទងជាមួយនឹងធម្មពលស្អាតតាក់ទងជាមួយនឹងការលើកកម្ពស់វិស័យទេសចរដើម្បីជាការស្រូបទាញកាន់តែខ្លាំងក្លាថែមទៀតនៅក្នុងការពង្រឹងសេដ្ឋកិច្ចលើសពីនេះទៅបន្ថែមទៀតគឺយន្តការដែលមានស្រាប់កម្ពុជាបាននឹងកំពុងតែស្រូបទាញនៅវិនិយោគិនពីប្រទេសចិនហើយប្រទេសចិនខ្លួនឯងក៏បាននឹងកំពុងតែសស័កសស្រាំនៅក្នុងការរួមចំណែកជាមួយកម្ពុជាតាមរយៈការចូលរួមវិនិយោគនៅក្នុងប្រទេសកម្ពុជាដែលផ្ដល់ជាការងារផងផ្ដល់ជាបច្ចេកវិទ្យាលំហូររួមគ្នាអនុវត្តតាមច្រករបៀងឧស្សាហកម្មបច្ចេកវិទ្យានិងច្រករបៀងនាំយកនៅផលិតផលរបស់កម្ពុជាចូលទៅកាន់ទីផ្សាររបស់ប្រទេសចិននេះផងដែរដើម្បីយើងរួមគ្នាសហការគ្នាឈរទៅលើទម្រដ៏រឹងមាំនៃកិច្ចកសាងសហគមន៍ដែលមានវាសនារួមជាមួយគ្នាដែលយើងយល់ដឹងទាំងអស់គ្នាទៅលើបញ្ហាទាំងអស់នេះផងដែរច្រករបៀងទាំងពីរគឺច្រករបៀងឧស្សាហកម្មបច្ចេកវិទ្យានិងច្រករបៀងស្រូវនិងមច្ឆាបាននឹងកំពុងតែคล้ายទៅក្នុងចំណែកដ៏សំខាន់ហើយបានដើរតួនាទីដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការដែលយើងលើកឡើងតាក់ទងជាមួយនឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណរវាងប្រទេសយើងទាំងពីរដើម្បីរួមគ្នានៅក្នុងការកសាងសហគមន៍មួយដែលមានវាសនារួមជាមួយគ្នាចិនបាននឹងកំពុងតែសម្រេចបាននៅផែនការ5ឆ្នាំលើកទី14របស់ខ្លួននៅក្នុងការប្រែក្លាយប្រទេសចិនស្អាតប្រទេសចិនដែលមានវិបុលភាពនៅក្នុងការរស់នៅសុខដុមនីយកម្មជាមួយនឹងធម្មជាតិដែលយើងលើកឡើងតាក់ទងជាមួយនឹងបរិស្ថានកម្ពុជាក៏ដូចគ្នាចឹងដែរកំពុងតែទទួលយកនៅបទពិសោធន៍របស់ប្រទេសចិនហើយយកមកបន្ស៊ីជាមួយស្ថានភាពជាក់ស្ដែងរបស់កម្ពុជានៅក្នុងការលើកកម្ពស់សេដ្ឋកិច្ចបៃតងតាមរយៈបរិស្ថានតាមរយៈការចូលរួមចំណែកតាក់ទងទេសចរផ្សេងហើយលើសពីនេះទៅទៀតយើងក៏បានដឹងរួចមកហើយដូចខ្ញុំបានលើកឡើងមុននេះថាមូលធនរបស់មនុស្សនៅកម្ពុជាក៏ទទួលបាននៃការបណ្ដុះបណ្ដាលនិងការរួមចំណែកពីមិត្តចិនដើម្បីពង្រឹងនៅសក្តានុពលឬក៏គុណភាពគុណវុឌ្ឍិខាងផ្នែកវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យាដើម្បីឲ្យកម្ពុជាក៏កំពុងតែអនុវត្តយ៉ាងស៊ីជម្រៅតាក់ទងជាមួយនឹងសេដ្ឋកិច្ច Digital សេដ្ឋកិច្ចបៃតងនិងសេដ្ឋកិច្ចដែលមានលក្ខណៈជួយទៅដល់ប្រជាពលរដ្ឋហើយសំខាន់ជាងនេះទៅទៀតគឺយើងដើម្បីបង្កើននៅសុខុមាលភាពរបស់ប្រជាពលរដ្ឋតាមរយៈសេដ្ឋកិច្ចពណ៌ប្រាក់នេះផងដែរតែនេះគឺជាសក្ខីភាពបង្ហាញនៅទំនាក់ទំនងកាន់តែជិតស្និទ្ធនិងកាន់តែរស់រវើករវាងប្រទេសយើងទាំងពីរទៅលើគ្រប់វិស័យចងក្រងជាមួយគ្នារួមរស់នៅក្នុងគោលការណ៍ដែលយើងបានកំណត់រួចហើយថាកិច្ចកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីក្នុងចរន្តនៃពហុភាគីនិយមក្រោមទម្រដ៏រឹងមាំនៃសន្តិភាពនិងសណ្ដាប់ធ្នាប់អន្តរជាតិ